សួរបងប្អូនទាំងអស់គ្នាបងប្អូនចេះញ៉ាំត្រីខ្ជឹងអត់បើខ្ញុំវិញអត់ចេះញ៉ាំមិនខ្លាចខ្លាំងមែនតើថ្ងៃមុនទៅស្រុកកំណើតទិញបានត្រីខ្ជឹង5គីឡូជាមួយនឹងបង្កងតកែវនោះ5គីឡូដែរតោះនេះយើងទៅមើលពីវិធីបបរគ្រឿងត្រីខ្ជឹងត្រីនេះបងប្អូនត្រីដូចពស់នេះខ្ញុំហៅតែត្រីដូចពស់ហេតុដោយសារតែខ្ញុំអត់ចូលចិត្តញ៉ាំខ្ញុំខ្លាចវាប៉ុន្តែមកក្មេករបស់ខ្ញុំហើយផ្ទះរបស់គាត់នឹងចូលចិត្តញ៉ាំហើយតែស្រុកហើយមុនណាទិញបានធំមែនតើឡើង5គីឡូដាក់អាំងហើយដាក់ខអីតាណីធ្វើអីគេខ្លះទេហើយបន្ទាប់មកហ្នឹងនៅសល់ខ្លះក៏បបរគ្រឿងបបរហើយអស់ហ្នឹងគឺថាបោះឆ្នាំងថាបានច្រើនតែតាមពិតទៅញ៉ាំបានម្នាក់តែមួយចានហ្នឹងមិនចង់គ្រប់គ្នាទៀតចង់និយាយថាចាម៉ាក់ក្វេករបស់ខ្ញុំហ្នឹងគាត់គឺជាអ្នកលក់បបរប្រភេទបបរគ្រឿងបបរមាន់បបរសាច់ជ្រូកបបរថៃអីហ្នឹងអញ្ចឹងហើយទឹកដៃរបស់គាត់ឆ្ងាញ់ខ្លាំងណាស់ឲ្យតែគាត់ធ្វើម្ហូបហើយពិសេសបបរហ្នឹងហ្មងដឹងថាញ៉ាំបោះឆ្នាំងហើយនិយាយទៅនិយាយមកបងប្អូនមានចង់ដឹងវិធីធ្វើអត់តាមពិតទៅវាអត់មានពិបាកទេវាដូចទៅបបរគ្រឿងទូទៅអញ្ចឹងគឺយើងលាងត្រីសម្អាតត្រីធ្វើវាឲ្យស្អាតកាត់វាកង់ហើយបន្ទាប់មកក៏ច្រាមខ្ទឹមលាងអង្គលាងអីដាក់បំពងខ្ទឹមរួចហើយនៅសល់អាទឹកបំពងខ្ទឹមហ្នឹងយើងយកវាមកឆាអង្គឆាក៏ទៅតឡើងរៀងដូចថាដោរបៀបដោដូចយើងបំពងអញ្ចឹងណាបងប្អូនទើបយើងលើកវាចេញហើយដាក់ដាំទឹកបដាទៅដាក់ដាំទឹកនេះយើងដាក់មានហាប៊ីយឺហឺមានជីពៅប្រៃហាន់ជាចំណិតស្ដើងទៅល្មមដាក់វាឲ្យពុះបន្ទាប់មកចាំយើងដាក់ត្រីចូលត្រីខ្ជិងហ្នឹងខ្ញុំមិនហ៊ានប៉ះទេវាធំហើយរូបរាងវាដូចពុះថ្លាន់អញ្ចឹងប៉ុន្តែពេលឆ្អិនទៅមានអីឆ្ងាញ់ទេតែខ្ញុំជាលើកទី1ក្នុងជីវិតរបស់ខ្ញុំមិនដែលបានញ៉ាំត្រីហ្នឹងទេតែហ៊ានញ៉ាំលើកដំបូងហ្នឹងតែម្ដងបន្ទាប់ពីដាក់ត្រីចូលទៅវារៀងឡើងពពុះអញ្ចឹងទៅក៏ដួសពពុះនឹងចេញហើយដាក់អំបិលស្ករប៊ីចេងម្សៅស៊ុបជាមួយនឹងប្រេងខ្យងមកវ៉ែកដែរឆ្នាំងសម្លនេះប្រហែលជា5លីត្រហើយខ្ទង់5-6លីត្រណាបងប្អូនឆ្នាំងសម្លហ្នឹងបន្ទាប់ពីត្រីហ្នឹងវាពុះរួចរាល់ហើយហ្នឹងគឺដាក់អង្គចូលហើយអង្គដែលឆាហើយមិញហ្នឹងដាក់វាបបររហូតតតែវារីកល្អនៅពេលដែលយើងឆាអង្គឡើងដោពងល្អវាបបរទៅវាអត់ងាយបែកខ្ញាច់ទៅគឺនៅសាច់អង្គហ្នឹងឲ្យលូនល្អមែនតើពេលនេះគឺឆ្អិនហើយបងប្អូនរៀបចំដួសញ៉ាំហើយដោយមានតាំងពីស្លឹកខ្ទឹមជីក្រូចឆ្មាហើយក៏មានសណ្តែកបដោះដែរបដោះនៅតាមស្រុកភូមិនឹងដែរគឺឆ្ងាញ់មែនតើបបរនេះបងប្អូនអត់មានសៀងអត់មានម្ទេសឆាម្ទេសអីទេគឺកាត់ទេដោយសារតែយើងទៅស្រុកអញ្ចឹងយើងមានអីយើងធ្វើនឹងគប់ផ្សំនឹងទេសភាពនឹងខ្យល់អាកាសនៅស្រុកកំណើតធម្មជាតិអញ្ចឹងទៀតទៅគឺថាបបរមួយចាននេះជាតិយកតែមែនតើតែម្ដងជួយ Subscribe Like Share និង Follow Page ខ្ញុំផង